ជនបរទេសគេហ៊ានទិញ$1ដើម្បីដុតចោលហេតុអីខ្មែរជាអ្នកលក់ភ្លីភ្លើនាំថោកដល់ជាតិបែបនេះពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេសបានបង្ហាញការហួសចិត្តនិងខឹងសម្បាយ៉ាងខ្លាំងទៅនឹងស្ត្រីម្នាក់ដែលជាអាជីវករដែលបានដាក់លក់ស្លាកទង់ជាតិថៃខណៈដែលមានជនបរទេសម្នាក់បានទិញក្នុងតម្លៃ$1ដើម្បីយកទៅដុតចោលនិងបានពោលពាក្យថាជាទង់ជាតិប្រទេសអាចជនបរទេសដែលមាន page Facebook ឈ្មោះបងអរុនបានបង្ហោះវីដេអូផ្ទាល់ខ្លួនមួយនេះវាប្រៀបបីដូចជាព្រួយមួយបាញ់បានសត្វពីរអញ្ចឹងទី1ស្លាកទង់ជាតិថៃដែលមាននៅលើទឹកដីខ្មែរវាជារបស់ដែលគួរឲ្យស្អប់ខ្ពើមជាលិមួកទី2អ្នកដែលដាក់លក់ស្លាកទង់ជាតិថៃនៅលើទឹកដីខ្លួនឯងវាប្រៀបបីដូចជាដង្កូវលិមួកយ៉ាងដូចនេះសារនេះក៏បានបាញ់ចំទៅនឹងអាជីវករខ្មែរមួយចំនួនទៀតផងដែរបើដើម្បីលុយបន្តិចបន្តួចអ្នកសុកចិត្តធ្វើជាដង្កូវលិមួកឬសុកចិត្តក្បត់ឆន្ទៈជាតិសាសន៍ខ្លួនឯងសុកចិត្តក្បត់វិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីនោះអ្នកនឹងរងបណ្ដាសាឈាមគឺឈាមកំហឹងរបស់កងទ័ពដែលហូរស្រោចលើទឹកដីព្រំដែនខ្ញុំចិត្តប្រទេសអាចណាប្រទេសអាចកោក៏អាចប្រពើស្កើនេះមួយណាមួយរៀលបងមួយរៀលចាប៉ុន្តែខ្ញុំចង់បាក់ចោលទីបាត់ស្អប់ប្រទេសនេះចូលចិត្តអត់ចិត្តសពគ្មានលេខនេះមួយមែនប្រទេសអាច$1ចាអាចไปมั้ยអូយអាចលេអូយបាទ